លោកថាកែមិនក៏រត់ពេលដែលលោកពិភាក្សាជំនួយឲ្យលោកតាំងចាំញ៉ាំអីនៅកន្លែងនេះអញ្ចឹងកន្លែងនេះបរិយាកាសមិនសូវល្អទេគឺដោយសារតែហាងនេះហើយទើបបានជាខ្ញុំធ្វើជាថៅកែរបស់នាងណាលោកចង់ញ៉ាំមិនឲ្យលុយមែនទេតើលោកមានលុយឲ្យឬអត់ហ្នឹងលោកស្ទាបហៅផាយូហើយខ្ញុំមានលុយតាហើយឡានរបស់ខ្ញុំចតនៅខាងក្រៅឯណោះចាំខ្ញុំចូលទៅក្នុងឡានយកលុយមកឲ្យនាងសម័យនេះហើយនៅមានគេញ៉ាំបាយអត់ឲ្យលុយទៀតជាធម្មតាទេខ្ញុំក៏ធ្លាប់ញ៉ាំបាយអត់មានលុយឲ្យគេដែរនាងជឿខ្ញុំទេមិននឹងអាចទេអេឡាននេះជារបស់លោកទេមិនបានជាលោកមកទាញមានគេទាញទ្វារឡានរបស់លោកបើអត់មានលុយលោកទេចោះកុំទាញទ្វារឡានគេប្រយ័ត្នខូចមិនអីទេមិនទាស់ខុសអីនៅលុយមួយចានតាមពិតទៅខ្ញុំកំពុងតែចាំបងធំរបស់ខ្ញុំបងធំខ្ញុំមកដល់ឥឡូវហើយណែអាលីវ៉ាអញមកញ៉ាំបាយនៅកន្លែងនេះមិនក៏មិនប្រាប់ខ្ញុំផងខ្ញុំចេញលុយឲ្យអញរួចហើយណាណែនាងមើលទៅកៅអៅរបស់គេចុះនាងយល់ថាគេជាមនុស្សដែលអត់លុយមែនទេបើទោះជាពេលនេះគេអន់ក៏ដោយចុះណាថ្ងៃក្រោយគេគង់តែមានទេបានណាទៅយើងឆាប់ឡើងឡានទៅបងប្រុសខ្ញុំអរគុណបងហើយមិនចាំបាច់និយាយអ្វីនោះទេអ្នកណាក៏ធ្លាប់លំបាកដូចតែគ្នានឹងតស៊ូឡើងប្អូនប្រុសប្អូនមានលុយទេបងស្រីឥឡូវនេះខ្ញុំអត់មានលុយនោះទេខ្ញុំសុំជពាក់មីមួយចានសិនប៉ុន្តែថ្ងៃក្រោយខ្ញុំប្រកាសជាមានលុយហើយបើអត់មានលុយប្អូនទៅចុះបាទអរគុណណាបងស្រីមិនអីទេប្អូនទៅចុះលើលោកនេះគ្មានអ្វីទៀងទាត់នោះទេដូច្នេះបើឃើញគេអត់ហើយយើងអាចជួយបានក៏ត្រូវតែជួយទៅមានតែអ្នកធ្លាប់អត់ទេទើបយល់ពីអារម្មណ៍មួយនេះតើប្រិយមិត្តរបស់ T888 យល់ដូច admin ដែរទេណោះសូមជួយ comment ប្រាប់ផងណាសូមអរគុណ